ថ្ងៃនេះខ្ញុំនឹងនិយាយអំពីកលិះក្នុងការគ្រប់គ្រងជំងឺ GERD ជំងឺរងស្ទះក្រពះបំពង់ក៏គឺជាអាការៈជំងឺរ៉ាំរ៉ៃដែលយើងទាំងអស់គ្នាបានជួបប្រទះនៅពេលណាមួយក្នុងជីវិតរបស់យើងដូច្នេះការកែប្រែអាហារនិងរបៀបរស់នៅគឺមានសារៈសំខាន់ណាស់ការផ្លាស់ប្ដូររបៀបរស់នៅរួមមានការបាត់ទម្ងន់ប្រសិនបើអ្នកមានទម្ងន់លើសការបរិភោគអាហារតិចតួចជាញឹកញាប់ការជៀសវាងការគេងឬដេកភ្លាមបន្ទាប់ពីបរិភោគអាហារការគេងនៅក្នុងទីតាំងខាងឆ្វេងការប្រើក្រែខ្ពស់ឬការប្រើខ្នើយបន្ថែមដើម្បីគេងប្រសិនបើអ្នកមានបញ្ហាលាកក្រពះនៅពេលយប់ការជៀសវាងសម្លៀកបំពាក់តឹងនៅពេលយប់ក៏មានសារៈសំខាន់ដូចគ្នានៅពេលដែលយើងនិយាយអំពីការកែប្រែអាហារវាមានសារៈសំខាន់ក្នុងការជៀសវាងអាហារដែលបង្កឲ្យមានរោគសញ្ញារបស់អ្នកនេះអាចរួមមានអាហារគ្រឿងខ្លាញ់អាហារប្រភេទប្រេងអាហារប្រភេទហេសឬអាហារដែលមានលក្ខណៈជាស៊ីត្រិកដូចជាក្រូចឆ្មានិងក្រូចសំខាន់ផងដែរគឺត្រូវញ៉ាំយឺតហើយទំពារអាហាររបស់អ្នកឲ្យបានហ្មត់ចត់ជៀសវាងការជក់បារីជៀសវាងស្រាជៀសវាងភេសជ្ជៈមានហ្គាសឬអាហារផ្សេងទៀតដែលបង្កឲ្យមានរោគសញ្ញារបស់អ្នកប្រសិនបើអ្នកមានរោគសញ្ញារយៈពេលយូរប្រសិនបើរោគសញ្ញារបស់អ្នកមិនបានបន្ធូរដោយថ្នាំដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជាប្រសិនបើអ្នកមានការស្អិតដែលមានឈាមឬប្រសិនបើអ្នកមានអាចដែលមានពណ៌ខ្មៅប្រសិនបើអ្នកមានការលំបាកក្នុងការញ៉ាំអាហារប្រសិនបើអ្នកបាត់បង់ចំណង់អាហារឬប្រសិនបើអ្នកបាត់បង់ទម្ងន់នោះអ្នកត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកក្រពះនិងពោះវៀនរបស់អ្នកឲ្យបានឆាប់បំផុតដើម្បីវាយតម្លៃស្ថានភាពរបស់អ្នកសូមអរគុណ